កាលពីមុនណាចេញទៅក្រៅម្ដងណាគឺថាអត់មានភាពជឿជាក់លើខ្លួនឯងដូចឥឡូវទេទោះបីខ្ញុំខំ make up ប៉ុណ្ណាក៏មើលទៅស្បែកមុខខ្ញុំអត់ស្អាតមានមុនស្នាមពេញនឹងតែម្ដងប៉ុន្តែឥឡូវវិញស្បែកមុខខ្ញុំគឺថាថ្លៃសឹងតែ90ដឺក្រេដោយសារតែស្បែកមុខខ្ញុំឥឡូវគឺប្រសើរខ្លាំងមែនតើដោយសារតែខ្ញុំបានជប់ជាមួយនឹងឈុតរបស់វីតាមីន C ដើម្បីយកមកថែរក្សាស្បែកមុខខ្ញុំរាល់ពេលដែលខ្ញុំគេងនិងពេលដែលខ្ញុំចេញទៅក្រៅអ្វីដែលខ្វះបានហ្នឹងគឺ foam វីតាមីន C នឹងតែម្ដងព្រោះថា foam នេះគឺវាលាងសម្អាតកម្ចាត់រាល់ធាលីដីលើស្បែកមុខយើងបានល្អជាពិសេសខ្លាញ់ដែលវាកកស្ទះនៅលើមុខយើងហ្នឹងគឺថាជ្រះល្អ 100% ហ្មងពេលដែលលាងហើយធ្វើឲ្យស្បែកមុខយើងភ្លឺថ្លាតែម្ដងតែបន្ទាប់គឺខ្ញុំមកអប់មុខជាមួយនឹង mask jelly ជាមួយនឹង mask ស្លឹករបស់វីតាមីន C ហ្នឹងដំបូងគឺខ្ញុំមកអប់មុខជាមួយនឹង mask jelly មុនសិនពេលដែលលាបមកលើមុខហើយធ្វើឲ្យសាច់មុខយើងត្រជាក់ហើយថែមទាំងជួយកាត់បន្ថយរាល់បញ្ហារោគផ្សេងៗនិងធ្វើឲ្យស្បែកមុខខ្ញុំមកភ្លឺថ្លាទៀតអ្នកទាំងអស់គ្នាហើយទុករយៈពេលប្រហែលជា10ទៅ15នាទីទៅលាងមុខចេញមកបិទជាមួយនឹង mask ម្ដង mask របស់វីតាមីន C ដូចគ្នា mask នេះគឺវាមានមុខងារជួយឲ្យស្បែកមុខយើងភ្លឺថ្លាកាត់បន្ថយស្នាមអុចខ្មៅជួយបង្រួនរញើសយើងជួយផ្ដល់សំណើមឲ្យស្បែកមុខយើងឲ្យទន់និងជួយកម្ចាត់រាល់បញ្ហាស្នាមជ្រុលជ្រៅនៅលើស្បែកមុខយើងឯហ្នឹងគឺថាក្មេងជាងវ័យតែម្ដងហើយបន្ទាប់ទៀតគឺខ្ញុំមកលាបជាមួយនឹងសេរ៉ូមវីតាមីន C ម្ដងគឺថាបតក់លើមុខ2-3តំណក់ហើយលាបលើស្បែកមុខយើងគឺជួយឲ្យស្បែកមុខយើងភ្លឺថ្លាចេញពីខាងក្នុងមកតែម្ដងអ្នកទាំងអស់គ្នាជាពិសេសជួយបំបត្តិស្នាមនៅលើស្បែកមុខយើងបានល្អមែនតើតោះតែបានសាកប្រាប់ប៉ិតៗមិនដឹងដូចខ្ញុំអញ្ចឹងហើយក៏នៅ step ចុងក្រោយមកលាបជាមួយនឹងគ្រីមវីតាមីន C ដែលជា step ចុងក្រោយគឺថាវាជួយស្បែកមុខយើងឲ្យសតឹងណែនភ្លឺថ្លាម៉ត់រលោងចេញពីខាងក្នុងតែម្ដងជាពិសេសណាដែលមានមុនស្នាមអីហ្នឹងគឺថាបាត់ពិតៗនេះគឺប្រាប់បានទាំងបុរសទាំងស្ត្រីគឺជួយបំបត្តិរាល់បញ្ហាស្បែកមុខអ្នកទាំងអស់គ្នា